ចាប់តាំងពីផ្ទុះសង្គ្រាមសហរដ្ឋអាមេរិកសម្រុកលោកអាវុធឲ្យសម្ព័ន្ធមិត្តនៅមជ្ឈមបូព៌ាជាង $10,000 លានស្ថានភាពសន្តិសុខនៅសហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ាកាន់តែដុនដាបឡើងក្រោយពីសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធារួមគ្នាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ខណៈពេលដែលរដ្ឋបាលត្រាំសម្រេចចិត្តធ្វើការបញ្ចេញកញ្ចប់អាវុធទ្រង់ទ្រាយធំជាបន្តបន្ទាប់សរុបជាទឹកប្រាក់ជាង $10,000 លានដើម្បីធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនរបស់បណ្ដាប្រទេសជាសមាជិកឲ្យខ្លាំងថែមមួយកម្រិតទៀតស្របពេលដែលក្រុមហូទីធ្វើការចាប់ផ្ដើមលុកដៃចូលទៅក្នុងរលកសង្គ្រាមថ្មីនៅក្នុងរយៈពេលចុងក្រោយនេះរដ្ឋបាលលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏បានធ្វើការសម្រេចចិត្តប្រើប្រាស់អំណាចពិសេសរំលោភស្ថាប័នសភាដើម្បីដេញថ្លៃនិងពន្លឿនការលក់អាវុធនៅក្នុងតម្លៃប្រមាណជាង $10,000 លានសហរដ្ឋអាមេរិកទៅឲ្យប្រទេសអ៊ីស្រាអែលប្រទេសកាតាប្រទេសគុយវ៉ែតអារ៉ាប់រួមហើយនិងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរកំណត់ការដ៏ក្តៅគគុកនេះបានធ្វើឡើងបន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈដែលបង្កជាការបកសងសឹកទៅវិញទៅមកពីសំណាក់អ៊ីរ៉ង់ដោយធ្វើការប្រើប្រាស់ដ្រូនហើយនិងមីស៊ីលស្រោចទៅលើប្រទេសអ៊ីស្រាអែលក៏ដូចជាបណ្ដារដ្ឋឈូងសមុទ្រដែលផ្ដល់ទីតាំងសម្រាប់មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកយោងទៅតាមគម្រោងលក់អាវុធបន្តបន្ទាប់នោះរួមមានប្រទេសកាតាចំណាយជិតជាង $5,000 លានសហរដ្ឋអាមេរិកដើម្បីទិញប្រព័ន្ធគ្រាប់មីស៊ីលដែលបាញ់ចេញពីភាពជាក់លាក់កម្រិតខ្ពស់ហើយនិងប្រព័ន្ធការពារមីស៊ីលប៉ាទីយ៉ូតចំណែកឯប្រទេសគុយវ៉ែតវិញបញ្ជាទិញប្រព័ន្ធបញ្ជាការប្រយុទ្ធក្នុងតម្លៃ $2.5 លានដើម្បីធ្វើការពង្រឹងសមត្ថភាពរ៉ាដាការពារដែនអាកាសរបស់ខ្លួនលើសពីនេះទៅទៀតប្រទេសអ៊ីស្រាអែលទទួលបានការអនុម័តទិញប្រព័ន្ធគ្រាប់មីស៊ីលនៅក្នុងតម្លៃ $992 លានហើយអារ៉ាប់រួមក៏បានធ្វើការបញ្ជាទិញមីស៊ីលជិតជាង $148 លានផងដែរកាលពីថ្ងៃប្រហ័សទី 16 ខែកក្កដានេះក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានអះអាងថាខ្លួនបានធ្វើការអនុម័តទៅលើការលក់អាវុធដែលមានតម្លៃប្រហែល $1.96 លានបន្ថែមទៀតដើម្បីធ្វើការពង្រីកប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរដោយនៅក្នុងចំណោមអាវុធដែលប្រទេសជំរុកព្រៃនេះចង់បានរួមមានប្រព័ន្ធគ្រាប់មីស៊ីលដែលធ្វើការបាញ់ចេញពីភាពជាក់លាក់កម្រិតខ្ពស់និងក្បាលគ្រាប់រហូតដល់ 20,000 គ្រាប់ផងដែរការនេះបានកើតឡើងស្របពេលដែលអារ៉ាប៊ីសាអូឌីតហាក់កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមសាជាថ្មីម្ដងទៀតជាមួយនឹងក្រុមហូទីនៅឯយេម៉ែនដែលគ្រប់គ្រងដោយអ៊ីរ៉ង់បន្ទាប់ពីក្រុមនេះបានធ្វើការបាញ់ស្រោចមីស៊ីលសម្ដៅទៅលើប្រលានយន្តហោះមួយកន្លែងនៅក្នុងទីក្រុងអាផាភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីតកាលពីពេលថ្មីនេះសូមជម្រាបថាការវាយប្រហាររបស់ក្រុមហូទីធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយេម៉ែនបានធ្វើការវាយប្រហារទៅលើប្រលានយន្តហោះសាណាដើម្បីបង្វែរទិសដៅជើងហោះហើរមួយដែលធ្វើដំណើរត្រឡប់ពីពិធីបុណ្យសពរបស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ដោយក្នុងនោះក៏មានគណៈប្រតិភូក្រុមហូទីនៅទីនោះផងដែរដោយចំណាត់ការនេះក៏បានកើតឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនរលកនៃការវាយប្រហារយ៉ាងសន្ធាប់ទៅលើប្រទេសអ៊ីរ៉ង់ខណៈពេលដែលរដ្ឋធានីតេហេរ៉ង់បានធ្វើការបាញ់ប្រហារតដៃវិញដោយគ្មានញញើតដៃឡើយសូមជួយ share វីដេអូនេះជាបន្ទាន់ដើម្បីឲ្យពិភពលោកបានដឹងការពិតសូមប្រិយមិត្តសូមចុច Subscribe Like និង Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ